សន្ទុះប្រាក់ដុល្លារអាមេរិកបានកាត់បន្ថយការធ្លាក់ចុះនៅជុំវិញកម្រិត 99.1 កាលពីថ្ងៃច័ន្ទខណៈដែលពាណិជ្ជករបានតាមដានយ៉ាងដិតដល់នៅការចរចារវាងសហរដ្ឋអាមេរិកនិងប្រទេសចិនដែលធ្វើឡើងនៅក្នុងទីក្រុងឡុងកិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពីការហៅទូរស័ព្ទកាលពីសប្តាហ៍មុនរវាងប្រធានាធិបតីដូណាល់ត្រាំនិងប្រធានាធិបតីស៊ីជីនពីងដោយធ្វើឲ្យមានក្តីសង្ឃឹមឡើងវិញថាភាពតានតឹងពាណិជ្ជកម្មអាចចាប់ផ្ដើមធូរស្រាលឡើងវិញវិនិយោគិនក៏កំពុងរង់ចាំរបាយការណ៍ទិន្នន័យសេដ្ឋកិច្ចសំខាន់ផងដែរដែលរបាយការណ៍ទាំងនោះមានដូចជារបាយការណ៍បម្រែបម្រួលតម្លៃទំនិញនិងសេវាកម្មដែលទិញដោយអ្នកប្រើប្រាស់ Consumer Price Index ឬក៏យើងហៅកាត់ថា CPI និងរបាយការណ៍បម្រែបម្រួលតម្លៃផលិតផលនិងសេវាកម្មដែលលក់ចេញដោយអ្នកលក់ឬក៏អ្នកផលិត Producer Price Index ឬយើងហៅកាត់ថា PPI នៅចុងសប្តាហ៍នេះវិនិយោគិនក៏បានរំពឹងថាទិន្នន័យទាំងអស់នេះនឹងជាព័ត៌មានបន្ថែមលើកម្រិតសម្ពាធអតិផរណានិងផលប៉ះពាល់ធំនៃសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តទោះបីជាសន្ទុះប្រាក់ដុល្លារមានស្ថិរភាពកាលពីថ្ងៃច័ន្ទក៏ដោយប្រាក់ដុល្លារនៅតែស្ថិតនៅជិតកម្រិតទាបបំផុតក្នុងខែមេសាដែលជាកម្រិតខ្សោយបំផុតចាប់តាំងពីឆ្នាំ2022មកកំឡុងពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើឥទ្ធិពលសេដ្ឋកិច្ចនៃគោលនយោបាយសារពើពន្ធនិងពាណិជ្ជកម្មរបស់ប្រធានាធិបតីដូណាល់ត្រាំដែលនាំឲ្យមានការផ្លាស់ប្ដូរឆ្ងាយពីការវិនិយោគជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទម្សិលមិញយើងឃើញថាសន្ទុះប្រាក់ដុល្លារបានធ្លាក់ចុះធៀបនឹងប្រាក់យេននិងប្រាក់ដុល្លារអូស្ត្រាលីផងដែរតម្លៃមាសបានធ្លាក់ចុះក្រោមតម្លៃ $3,310 ក្នុងមួយអន់កាលពីថ្ងៃអង្គារដោយសារទីផ្សារមានភាពសុទិដ្ឋិនិយមលើការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនបានធ្វើឲ្យតម្រូវការមាសមានការថយចុះកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដោយរដ្ឋមន្ត្រីជាន់ខ្ពស់បានចាប់ផ្ដើមនៅទីក្រុងឡុងកាលពីថ្ងៃច័ន្ទហើយត្រូវបានកំណត់ថានឹងបន្តនៅថ្ងៃនេះខណៈពេលដែលភាគីទាំងពីរបានស្វែងរកកិច្ចព្រមព្រៀងបញ្ចប់ជម្លោះដែលបានពង្រីកមកពីបញ្ហាពន្ធគយរហូតដល់ការរឹតបន្តឹងលើការនាំចូលរ៉ែពីប្រទេសចិនប្រទេសចិនបាននាំចេញរ៉ែជាច្រើនប្រភេទទៅកាន់សហរដ្ឋអាមេរិករួមទាំងសារធាតុរ៉ែសំខាន់ៗដូចជារ៉ែកម្រអង្គពីមុនរ៉ែក្រាហ្វីតនិងរ៉ែតុងស្តែនរ៉ែទាំងនេះមានសារៈសំខាន់សម្រាប់ឧស្សាហកម្មផ្សេងៗរួមទាំងវិស័យការពារជាតិការផលិតនិងបច្ចេកវិទ្យាប្រទេសចិនគឺជាអ្នកផលិតនិងនាំចេញដ៏ធំនៃសារធាតុរ៉ែទាំងនេះហើយសហរដ្ឋអាមេរិកពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីប្រទេសចិនសម្រាប់រ៉ែទាំងនេះផងដែរលោក Scott Bessent បានពណ៌នាអំពីការវិភាសាកាលពីថ្ងៃច័ន្ទថាកិច្ចប្រជុំនេះជាកិច្ចប្រជុំដ៏ល្អខណៈពេលដែលរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Howard Lutnick បានពណ៌នាថាការប្រជុំនេះគឺទទួលបានផលផ្លែផ្កាដែលជំរុញក្តីសង្ឃឹមនៃវឌ្ឍនភាពក្នុងការធ្វើឲ្យមានទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរវិនិយោគិនក៏កំពុងទន្ទឹងរង់ចាំទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកដែលនឹងត្រូវបញ្ចប់នៅសប្តាហ៍នេះសម្រាប់ការយល់ដឹងអំពីផ្លូវគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាលទន្ទឹមនឹងនេះការស្ទង់មតិមួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទដោយធនាគារកណ្ដាលទីក្រុងញូវយ៉កបានបង្ហាញថាការព្រួយបារម្ភរបស់ជនជាតិអាមេរិកអំពីអតិផរណានាពេលអនាគតបានធូរស្រាលក្នុងខែឧសភាខណៈពេលដែលទំនុកចិត្តលើហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេមានភាពប្រសើរឡើង